ខ្ញុំក៏សូមសម្ដែងនៅការកោតស្ញប់ស្ញែងនិងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូបដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លាអង់អាចក្លាហាននៅគ្រប់សមរភូមិដើម្បីបូរប្រហែលការពារជាតិការពារទឹកដីនិងការពារប្រជាជនក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលបានរួបរวมជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំនិងមានឯកភាពជាតិខ្ពស់ក្រោមការដឹកនាំប្រកបដោយកតេបណ្ឌិតនិងទេពកោសល្យដ៏ឧត្តមឧត្តមរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំកម្ពុជាក្នុងការប្រយុទ្ធតស៊ូគ្រប់សមរភូមិទាំងសមរភូមិនយោបាយសមរភូមិការទូតសមរភូមិយោធានិងសមរភូមិច្បាប់ដើម្បីការពារជាតិការពារអធិបតេយ្យភាពជាតិការពារបូរណភាពទឹកដីនិងការពារប្រជាជនកម្ពុជារបស់យើង